រឿងនិទានស្ដេចឥន្ទ្រនិងនាងក្រីកនៅក្នុងឋានសួគ៌ក៏ដ៏ខ្ពង់ខ្ពស់ស្ដេចឥន្ទ្រទ្រង់គ្រប់គ្រងលើមនុស្សលោកនិងទេវតាទាំងឡាយក្នុងពេលជាច្រើនឆ្នាំកន្លងមកទ្រង់បានទទួលការគោរពសក្ការៈយ៉ាងខ្ពង់ខ្ពស់ពីអ្នកស្រុកទាំងអស់នៅពេលដែលភ្ញៀវទាំងឡាយយំគ្នាលើកយកផ្កាភ្ញីគ្រឿងទេសឲ្យទាននិងពាក្យសរសើរមកថ្វាយទ្រង់ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកដែលពិសេសជាងគេបំផុតក្នុងចក្រវាឡខ្ញុំជាអ្នកខ្លាំងពូកែជាងគេមានអំណាចជាងគេគួរតែទទួលបានការគោរពពីអ្នកទាំងអស់គឺស្ដេចឥន្ទ្រទ្រង់ត្រិះរិះក្នុងព្រះទ័យទេវតាចំនួនមួយចំនួនបានសង្កេតឃើញការផ្លាស់ប្ដូរនេះប៉ុន្តែគ្មាននរណាហ៊ាននិយាយអ្វីឡើយថ្ងៃមួយព្រះឥសូរបានជ្រាបពីអាកប្បកិរិយារបស់ស្ដេចឥន្ទ្រទ្រង់បានសម្រេចចិត្តផ្ដល់មេរៀនមួយដល់ស្ដេចឥន្ទ្រដើម្បីឲ្យទ្រង់យល់ពីតម្លៃពិតនៃការគ្រប់គ្រងនិងភាពអាណិតស្រឡាញ់ព្រះឥសូរបានផ្លាស់ប្ដូររូបរាងស្ដេចឥន្ទ្រទៅជាមនុស្សធម្មតាហើយបញ្ជូនទ្រង់ឲ្យទៅកាន់ព្រៃដ៏ស្ងាត់មួយកន្លែងនៅក្នុងព្រៃនោះស្ដេចឥន្ទ្របានជួបនឹងសត្វចំណាប់ផ្សេងរួមទាំងសត្វនាគដែលកំពុងតែរស់នៅក្នុងបឹងព្រៃនៅពេលដំបូងស្ដេចឥន្ទ្រព្រះទ័យរឹងត្អឹងនៅតែគិតថាខ្លួនជាអ្នកខ្ពង់ខ្ពស់ប៉ុន្តែនៅពេលដែលទ្រង់ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ពីសត្វព្រៃនិងកង្វះខាតអាហារទ្រង់បានចាប់ផ្ដើមយល់ពីភាពលំបាករបស់សត្វលោកថ្ងៃមួយខណៈដែលស្ដេចឥន្ទ្រកំពុងតែស្វែងរកអាហារនៅក្បែរបឹងទ្រង់បានឃើញសត្វនាគធំមួយក្បាលកំពុងតែឈឺខ្លាំងនាគនោះគឺជាស្ដេចនាគរាជដែលត្រូវបានរបួសដោយសារពស់ព្រាបធំមួយក្បាលស្ដេចឥន្ទ្របានឃើញការឈឺចាប់របស់នាគរាជហើយទ្រង់មានអារម្មណ៍ស្រងេះស្រញោចជាលើកដំបូងគេបង្អស់ក្នុងជីវិតរបស់ទ្រង់យល់ពីការឈឺចាប់របស់អ្នកដទៃទ្រង់បានដើរទៅជិតហើយប្រម៉ែប្រមូលផ្កាព្រៃដែលមានសារធាតុព្យាបាលមកព្យាបាលរបួសរបស់នាគរាជបន្ទាប់ពី3ថ្ងៃរបួសរបស់នាគរាជបានធូរស្រាលនាគរាជដឹងពីអ្នកដែលបានជួយសង្គ្រោះខ្លួនហើយបាននិយាយអំពីការដឹងគុណក៏សូមអរគុណអ្នកដែលបានជួយខ្ញុំទោះបីជាអ្នកគ្រាន់តែជាមនុស្សធម្មតាក៏ដោយការអត់ធ្មត់និងការយកចិត្តទុកដាក់របស់អ្នកបានសង្គ្រោះជីវិតខ្ញុំស្ដេចឥន្ទ្របានតបវិញក៏ខ្ញុំក៏ត្រូវតែអរគុណអ្នកដែរការជួបជាមួយអ្នកបានបង្រៀនខ្ញុំថាអំណាចនិងឋានៈខ្ពង់ខ្ពស់មិនសំខាន់សោះអ្វីដែលសំខាន់គឺការយកចិត្តទុកដាក់លើអ្នកដទៃនិងការយល់ពីការឈឺចាប់របស់គេនាគរាជបានធ្វើជាមិត្តជាមួយស្ដេចឥន្ទ្រហើយបានចែករំលែកបទពិសោធន៍ជីវិតកាលពីមុនខ្ញុំក៏ធ្លាប់គិតថាខ្លួនឯងជាស្ដេចនាគមានអំណាចលើទឹកដីនិងអាកាសប៉ុន្តែនៅពេលដែលខ្ញុំត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្ញុំដឹងថាអំណាចទាំងនោះមិនអាចការពារខ្ញុំពីការឈឺចាប់បានឡើយមនុស្សសត្វឬទេវតាទាំងអស់គ្នាមានអារម្មណ៍ឈឺចាប់ដូចគ្នាស្ដេចឥន្ទ្រស្ដាប់ដោយយកចិត្តទុកដាក់ហើយទ្រង់ចាប់ផ្ដើមយល់ពីខ្លឹមសារពិតនៃការគ្រប់គ្រងគឺមិនមែនជាការត្រួតត្រានោះទេគឺជាការថែរក្សាភាពជាអ្នកដឹកនាំមិនមែនសំដៅលើការទទួលបានការគោរពនោះទេគឺសំដៅលើការផ្ដល់ការយកចិត្តទុកដាក់បន្ទាប់ពីបានចំណាយពេលជាច្រើនខែជាមួយនាគរាជព្រះឥសូរបានប្រោសស្ដេចឥន្ទ្រឲ្យត្រឡប់ទៅឋានសួគ៌វិញទ្រង់បានទទួលអំណាចរបស់ខ្លួនវិញប៉ុន្តែឥឡូវនេះទ្រង់ប្រកាសជាមានចិត្តថ្លៃថ្នូរជាងមុនស្ដេចឥន្ទ្របានរៀបចំពិធីបុណ្យធំមួយហើយបានអញ្ជើញសត្វនាគរាជមកចូលរួមផងនៅក្នុងពិធីនោះទ្រង់បានប្រកាសថាចាប់ពីថ្ងៃនេះទៅឋានសួគ៌នឹងបើកទ្វារសម្រាប់សត្វគ្រប់ប្រភេទយើងទាំងអស់គ្នាសុទ្ធតែជាផ្នែកនៃធម្មជាតិហើយគួរតែរស់នៅដោយសុខសន្តិភាពជាមួយគ្នានាគរាជក៏បានសន្យាថានឹងជួយថែរក្សាលើទឹកនិងភ្លៀងដើម្បីឲ្យមនុស្សលោកមានអាហារសម្បូរបែបសាច់រឿងនិទាននេះបង្រៀនយើងថាអំណាចនិងឋានៈខ្ពង់ខ្ពស់មិនធ្វើឲ្យមនុស្សល្អជាងគេនោះទេការយល់ចាប់របស់គេនាគរាជបានធ្វើជាមិត្តជាមួយស្ដេចឥន្ទ្រហើយបានចែករំលែកបទពិសោធន៍ជីវិតកាលពីមុនខ្ញុំក៏ធ្លាប់គិតថាខ្លួនឯងជាស្ដេចនាគមានអំណាចលើទឹកដីនិងអាកាសប៉ុន្តែនៅពេលដែលខ្ញុំត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្ញុំដឹងថាអំណាចទាំងនោះមិនអាចការពារខ្ញុំពីការឈឺចាប់បានឡើយមនុស្សសត្វឬទេវតាទាំងអស់គ្នាមានអារម្មណ៍ឈឺចាប់ដូចគ្នាស្ដេចឥន្ទ្រស្ដាប់ដោយយកចិត្តទុកដាក់ហើយទ្រង់ចាប់ផ្ដើមយល់ពីខ្លឹមសារពិតនៃការគ្រប់គ្រងគឺមិនមែនជាការត្រួតត្រានោះទេគឺជាការថែរក្សាភាពជាអ្នកដឹកនាំមិនមែនសំដៅលើការទទួលបានការគោរពនោះទេគឺសំដៅលើការផ្ដល់ការយកចិត្តទុកដាក់បន្ទាប់ពីបានចំណាយពេលជាច្រើនខែជាមួយនាគរាជព្រះឥសូរបានប្រោសស្ដេចឥន្ទ្រគ្រប់ជាតិសត្វទាំងអស់អាចរស់នៅជាមួយគ្នាបានដោយសុខសន្តិភាពរឿងនេះក៏បង្ហាញពីវប្បធម៌ខ្មែរដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សសត្វនិងធម្មជាតិដោយមានការគោរពគ្នាទៅវិញទៅមក